សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរជួបប្រតិកម្មបន្តជាមួយសាយយើងបើយើងទៀតសម្រាប់អ្នកអត់មើលអេពីសូតមុនអាចទៅតាមដានបានសិនអ្នកមកថ្មីអាចចុច Subscribe នៅក្នុង Channel មួយនេះឲ្យខ្ញុំម្នាក់មួយសិនផងដល់នេះបើរកឡើយតោះយើងចូលតាមដានសាយយើងភាពបន្តបើយើងតាមម្ដងលើម្ដងថ្ងៃស្អែកយើងឃើញប្រូជើរបានធ្វើដំណើរមកបណ្ណាល័យបើទោះបីចិត្តមិនចង់ក៏ប៉ុន្តែវាគឺជាការសន្យាជាមួយអមផងស៊ីកាលពេលម្សិលមិញជាស្ដែងគាត់ទៅឃើញប្រូជើរមកអមផងស៊ីសប្បាយចិត្តណាស់នៅស្វាគមន៍ទៅកាន់គាត់ក៏ប៉ុន្តែគាត់មានបានតបអីមកវិញនោះទេដែលនេះហើយនាងក៏បានប្រាប់គាត់ដែលសម្រាប់នាងស្អប់មនុស្សបែបហ្នឹងណាទើបប្រូជើរប្រាប់ទៅកាន់នាងវិញដែលសម្រាប់គាត់ក៏ស្អប់មនុស្សណាដែលចូលចិត្តគំរាមកំហែងអ្នកដទៃដែរម្ល៉េះហើយនាងក៏យល់ព្រមបើសិនជាប្រូជើរមិនចង់ឲ្យនាងនៅក្បែរនាងនឹងយកអាកបាក់របស់គាត់ទាំងអស់ប្រាប់ទៅកាន់ប្រូសានឲ្យបានដឹងដូចនេះក៏បានប្រាប់ទៅកាន់អមផងស៊ីនេះយកខុសហើយសម្រាប់គាត់មានតែថាអីបើអមផងស៊ីចង់នៅក្បែរជាហេតុធ្វើនេះគាត់សប្បាយចិត្តនឹងក្រៅពីរៀបចំរបស់មួយចំនួនឲ្យញ៉ាំអមផងស៊ីចង់ប្រមូលប្រូជើរនិយាយតាក់ទងទៅនឹងគម្រោងការដែលគាត់ចង់ជួយទៅកាន់ពីអ្នកនោះមិនដំបូងសម្រាប់គាត់ចង់និយាយទេតែដោយសារការបង្ខំរបស់នាងទើបគាត់ប្រាប់រឿងរ៉ាវទាំងអស់ហ្មងទៅជាស្ដែងអំឡុងពេលព្រឹកនេះសម្រាប់អូនហ៊ីម៉ាវ៉ារីមានគម្រោងចង់ទៅមើលកូនជាមួយណាប្រូសានឬក៏បានហត់សម្បត្តិនឹងអាចទៅកាន់ប្រូជើរព្រោះនាងចង់ឲ្យគាត់ឬគម្រោងយ៉ាងណាក៏ដោយឲ្យពីអ្នកគេនឹងអាចទៅមើលកូនជាមួយគ្នាបានណយក៏មិនយល់ដែរមិនបានជានាងមិនព្រមទៅសួរគាត់ដោយខ្លួនឯងហ្មងទៅដោយហេតុនេះហើយនាងក៏អៀនប្រាប់ទៅកាន់គាត់មិនអាចនោះទេនាំឲ្យប្រូចាប់ដើមខឹងទៀតភ្លាមបើទោះបីជាគាត់ប្រកែកក៏វាមិនអាចទៅរួចដោយសារតែអូនហ៊ីម៉ាវ៉ារីបានមកអោបគាត់តែម្ដងដូចនេះអារម្មណ៍ខឹងទាំងអស់នោះក៏ប្រែទៅជាសប្បាយចិត្តជាពិសេសឯនោះក៏វាបានលើកកាន់ចៃរបស់អូនហ៊ីម៉ាវ៉ារីតាមមូលហេតុដែលនាងចង់ឲ្យគាត់ជួយដោយសារតែប្រូជើរនិងប្រូសានត្រូវជាមិត្តភក្តិដ៏ល្អជាមួយគ្នាទើបបានប្រូជើរយកព្រមហ្មងទៅដែលសម្រាប់គម្រោងការមួយនេះបាច់ចាំភ័យប្រូបារម្ភអីទេឥឡូវនេះដែរគាត់បាននាំយករឿងនេះប្រាប់មកកាន់ប្រូសានដែលជាធ្វើឲ្យគាត់ក៏សប្បាយចិត្តដែរតែអាប្រូជើរមិត្តល្អរបស់គាត់នេះចង់ទៅមើលកូនជាមួយគ្នាមែនបាទគាត់តបវិញទៅមែនទេក៏ប៉ុន្តែគាត់ធ្លាប់មើលរឿងនេះពីមុនមកហើយនឹងឥឡូវមានសប្បុរសដល់ទៅពេលប្រូសានគួរតែទៅមើលជាមួយអ្នកគេផ្សេងតែឧទាហរណ៍ដូចជាមនុស្សម្នាក់នៅក្នុងឋានៈបើយ៉ាគឺអូនហ៊ីម៉ាវ៉ារីនឹងតែម្ដងចាស់ស្ដែងក៏លើកបែបនេះក៏បានមកជួបពួកគេនៅបាននិយាយថាចង់មើលរឿងនឹងដែរងប់ឲ្យលឿនម៉េចតនិយាយចប់ផងនៅពេលឃើញអូនហ៊ីម៉ាវ៉ារីចង់មានគម្រោងទៅមើលកូនណាប្រូសានក៏បានយល់ព្រមហើយក៏បានឲ្យសម្បត្តិមួយទៅកាន់នាងសម្រាប់ឲ្យអូនហ៊ីម៉ាវ៉ារីទៅមើលតែម្នាក់ឯងទៅនាំឲ្យអាប៉ិចូលរចាប់ដើមគាំងបន្តទៀតគម្រោងការរៀបចំលើកណាក៏មិនតែជោគជ័យដែរហើយគ្រាពេលមានបញ្ហាអញ្ចឹងប្រូចូលរក៏មិនដឹងទៅធ្វើម៉េចដែរមិនស្ទុះខំមកក៏បានប្រាប់ទៅកាន់ប្រូសានដែលឥឡូវដូចជាចាំពេះល្អណាស់ដូចនេះទាំងប្រូសាននិងអូនហ៊ីម៉ាវ៉ារីគួរតែទៅមើលកូនណាជាមួយគ្នាមកតែព្រោះឃើញមករយៈនេះពួកគេទាំងពីរក៏រវល់ខ្លាំងដែរអត់សូវបានទៅដើរលេងណានោះទេទាំងអស់ហ្នឹងហើយអូនហ៊ីម៉ាវ៉ារីក៏បានចៃថាពិតមែនសម្រាប់នាងមិនតែទៅដើរលេងណាទេចាប់តាមមកជាចុងក្រោយនេះតែទេពិតទៅទុំដេតមកប៉ែនោះមួយថ្ងៃមុនសោះជាគេថាក្រោយពេលស្ដាប់លើការនិយាយទាំងអស់ណាប្រូសានក៏មិនបានបដិសេធអីដែរក្នុងការយល់ព្រមទៅមើលកូនជាមួយនឹងអូនហ៊ីម៉ាវ៉ារីដែលនេះហើយនាងក៏បានអរគុណចំពោះប្រូសានក៏ប៉ុន្តែសម្រាប់ប្រូសានមិនចង់ឲ្យនាងអរគុណគាត់ទេសម្បត្តិនោះបានមកពីប្រូជូរ៉ូតែប៉ុណ្ណោះបើទោះបីជាយ៉ាងហ្នឹងក្ដីក៏អូនហ៊ីម៉ាវ៉ារីតបវិញថាក៏ពិតទុំទៅអរគុណប្រូជូរ៉ូអំឡុងពេលផឹកមិញនឹងឯងអូខេចាពិតជាឆ្លាតណាស់លើមកដល់ពេលបន្តអូនគេនោះបានរៀបចំអាហារនៅមានចិត្តចង់ញ៉ាំជាមួយនឹងប្រូសានអំឡុងពេលថ្ងៃត្រង់នេះម្ល៉េះហើយប្រូជូរ៉ូក៏បានឃើញអីថាអូនគេនោះចង់ពឹងឲ្យគាត់ដូចគម្រោងយ៉ាងណាក៏ដែរដើម្បីឲ្យពួកគេបានញ៉ាំអាហារជាមួយគ្នាមែនជាហេតុធ្វើនេះក៏ឆ្ងាយដែរមិនបានជាប្រូឯងដឹងហើយមិនឲ្យដឹងអាម៉េចបើទុំជួយកិច្ចការបើអូនហ៊ីម៉ាវ៉ារីផឹកមិញនិយាយទៅដូចផឹកមិញអញ្ចឹងគាត់មិនចង់ទៅជួយនោះទេក៏ប៉ុន្តែដោយសារបានលើការនិយាយថាប្រូជូរ៉ូនិងប្រូសានគឺជាមិត្តល្អនឹងគ្នាទើបនាងចង់ពឹងឲ្យគាត់ជួយឥឡូវនេះដែរជាឃើញថាប្រូជូរ៉ូនិងប្រូសានកំពុងធ្វើការជាមួយគ្នាមិនបានយើងអូនគេនោះក៏បានធ្វើដំណើរមកតាមនឹងដែរហើយបាននិយាយពីគម្រោងការវិញគឺអូនគេនោះនិយាយធម្មតាទៅចាំគាត់រកឱកាសធ្វើយ៉ាងណាឲ្យប្រូសាននិងនាងទៅញ៉ាំអាហារជាមួយគ្នាបានក៏ប៉ុន្តែជាក់ស្ដែងគ្មានទៅដូចគម្រោងការរៀបចំឡើយអូនគេនោះពេលនេះកំពុងតែភ័យខ្លាចខ្លាំងការនិយាយរបស់នាងក៏មករលូនដែរដូចនេះបានជាធ្វើឲ្យប្រូសានឆ្ងល់មិនដឹងមានរឿងអីកើតឡើងចំពោះចែម្នាក់នេះទេអំឡុងពេលអបិជូរ៉ូកំពុងតែគាំងនាងក៏បានហៅប្រូជូរ៉ូថាព្រះអង្គម្ចាស់ជួយធ្វើបែបណាឲ្យបំណងប្រាថ្នារបស់នាងคล้ายទៅជាការពិតផងក្នុងពេលណាប្រូជូរ៉ូក៏បាននិយាយអរ៉ៃថាអូនគេនោះនិងប្រូសានទុំតែคล้ายទៅជាមិត្តថ្មីថ្មោងនេះម្ល៉េះហើយពួកគេទាំងពីរគួរតែទៅញ៉ាំជាមួយគ្នាទៅមិនដំបូងសម្រាប់ប្រូសានមិនចង់ទៅនោះទេដែលយល់ឃើញថាម្ហូបនាងអាចជាតិចតួចញ៉ាំតែម្នាក់ឯងទៅបានហើយតែគ្រាពេលដែលដឹងថាម្ហូបរបស់អូនគេនោះច្រើនទើបប្រូសានយល់ព្រមក៏ប៉ុន្តែមានលក្ខខណ្ឌមួយចង់ឲ្យប្រូជូរ៉ូទៅជាមួយគាត់ដែរហាក់តែបែបនេះក៏បានដោះស្រាយថាក៏ពិតអំឡុងពេលថ្ងៃត្រង់ណាសម្រាប់គាត់ផ្ទាល់អត់តនេទេណាមកកាបូបរួមត្រូវទៅញ៉ាំអីជាមួយមនុស្សស្រីអំឡុងពេលថ្ងៃនឹងដែរដូចនេះចង់ឲ្យពួកគេទាំងពីរទៅញ៉ាំដោយគ្មានគាត់ទៅចោះលឿនចាប្រូសានចាប់អារម្មណ៍ដែរមនុស្សស្មានប្រូជូរ៉ូឥឡូវមានមនុស្សស្រីទៅញ៉ាំអីជាមួយគ្នាអញ្ចឹងសារួចហើយក៏បានចូលព្រមតាមសំណារបស់ប្រូជូរ៉ូទៅហើយជាក់ស្ដែងអ្វីៗទាំងអស់នឹងឯងគឺជាព្រឹត្តិការណ៍កើតឡើងអំឡុងពេលផឹកនេះនិយាយទៅក៏បានស្ដាប់លើការនិយាយទាំងអស់នឹងឯងអមផងស៊ីហាក់ដូចជាមានកំណត់មួយប៉ុន្តែអ្នកអត់ចង់និយាយទេដោយសារអត់តមានផុសតាងច្បាស់លាស់ទៅលើរឿងហ្នឹងដោយនេះហើយក៏បានប្រាប់ទៅការអមផងស៊ី
អដែងថាយល់ល្អបិទមាត់ហ្មងទៅមិនបាច់និយាយស្អីទេតែអ្នកក៏តបវិញថាសម្រាប់នាងអត់និយាយរឿងផ្សេងបានក៏ប៉ុន្តែខៀពេលនៅជាមួយប្រូជើរនាងមិនអាចហាមឃាត់ខ្លួនឯងបាននោះទេបើទោះបីជាតិចតួចក៏ប៉ុន្តែក៏ធ្វើនាងសប្បាយចិត្តនៅទៀតអំផនស៊ីក៏ចង់ជួយទៅកាន់ប្រូជើរតាមឲ្យដែលនាងអាចធ្វើទៅបានកុំឲ្យគាត់នៅជាប់ពាក់ព័ន្ធជាមួយពីរអ្នកនោះទៀតម្ល៉េះហើយប្រូជើរចង់ដឹងដែលមិនបានជាអំផនស៊ីធ្វើបែបនឹងធ្វើអីនាងចម្លើយបលនាងនៅគឺថាអំឡុងពេលប្រូជើរជួយទៅកាន់ពួកគេទាំងពីរហើយគាត់អាចជាមានពេលទៅនៃឆានក្នុងការចំណាយមួយនាងអំឡុងពេលនៅបណ្ណាល័យតែពីរនាក់ដោយនេះក៏បានតបថាវិញគ្មានផ្លូវនោះទេដែលគាត់មកជួបជាមួយនាងបន្តទៀតអំឡុងពេលដែលគាត់រត់ដៃជាមួយពីរអ្នកនោះគាត់នៅស្វែងរកមនុស្សស្រីណាស់ដែលស្អាតបូករួនជាមួយចិត្តល្អនិងជាភាសាអីនោះអោប៉ៃរបស់នេះក៏ធំណាស់ដែរក៏ពិបានលើការនិយាយទាំងអស់ហ្នឹងអផាស៊ីក៏បានសួរថាគាត់ចង់សម្ដែងមកកាន់នាងមែនទើបអាគាត់នឹងតបវិញទៅអដែងថាលើក្លុបរបស់នេះគ្មានអីដែលគាត់ចង់បានឡើយនាំឲ្យចែផងស៊ីក៏អូខេឬក៏បាននិយាយតតទៅនឹងរឿងមួយទៀតដែលនេះចង់សួរទៅកាន់ប្រូជើរដែលពេលនេះក៏កំពុងព្យាយាមដើររកសង្សារឲ្យទៅកាន់អូនីគីណូតអូនហ៊ីម៉ាវរីក៏ប៉ុន្តែគាត់ដឹងអត់ថាប្រូសាននៅពេលនេះអាចជាមានមនុស្សស្រីដែលគាត់ស្រឡាញ់បាត់ទៅហើយក៏អាចថាបានដែលនេះក៏ឃើញចាប់អារម្មណ៍ដែរព្រោះតាមមេដាមរត់ដល់ឡើយអត់ដឹងថាប្រូសានលួចស្រឡាញ់ណាគេនោះទេនឹងក៏ពិចារណាហើយសម្រាប់អូផូស៊ីយ៉ាងណាថាការផ្ដល់ច្បងនេះល្អអត់ហើយចម្លើយរបស់គាត់គឺធម្មតានាំឲ្យនាងអត់សប្បាយចិត្តទេខំព្យាយាមធ្វើយ៉ាងណាដើម្បីជាប្រយោជន៍ដល់គាត់ម្ល៉េះហើយបានជាគាត់ទៅសារទៅកាន់នាងទៅនៅអរគុណសម្រាប់យោបល់ដ៏ល្អមួយនេះក៏ពីចឹងហើយសម្រាប់អូផូស៊ីក៏បានប្រាប់ទៅកាន់ប្រូជើរបើថាអ្វីដែលនាងធ្វើទៅជាប្រយោជន៍ដល់គាត់នោះនាងក៏ចង់បានរង្វាន់តបស្នងមកកាន់នាងវិញដែរហើយសម្រាប់រង្វាន់មួយនោះចង់ឲ្យប្រូជើរមកជួយរៀបចំការងារនៅក្នុងបណ្ណាល័យជាមួយនឹងនាងមិនយូរប៉ុន្មានរហូតដល់ពេលបន្ទាប់ប្រូជើរក៏បានមកសួរទៅកាន់ប្រូសាល់តាក់ទងទៅនឹងមនុស្សស្រីណាម្នាក់ដែលគាត់កំពុងតែស្រឡាញ់នាំអាប៉ែហ្នឹងក៏រៀងចង់គៀងដែរយ៉ាងណាក៏ដោយគាត់ក៏អាចប្រាប់ទៅកាន់ប្រូជើរបានពួកអីប្រូជើរគឺជាមិត្តដ៏ល្អជាមួយនឹងគ្នាតែអត់ចង់និយាយនឹងទេតែនិយាយកន្លែងផ្សេងវិញក៏ប៉ុន្តែយ៉ាងណាឥឡូវអាប៉ែជើរគៀងវិញម្ដងដោយសារតែកៅអីនោះនៅនឹងទៀតហើយហើយអាប៉ែចឹងក៏ជួយល្អម៉ែគាត់ទុំទៅវេទនាដោយសារចាស់3នាក់នោះហើយដល់ពេលឡើយមកអង្គុយលើកៅអីនឹងទៀតឬមួយក៏ការប៉ាត់អាប្រូសានស្រឡាញ់ទៅកាន់អូនគីណូនិងអូនហ៊ីម៉ាវរីដែរហើយសូម្បីតែការនិយាយក៏បីដូចគ្នាទៅទៀតតែចង់ឲ្យប្រូជើរមកអង្គុយជាមួយគាត់តិចមកឥឡូវពេលនេះការនិយាយស្ដីនិងរឹកពីរបស់គាត់មិនខុសពីចាយទាំង3នាក់នោះទេមិនបើយើប្រូសានបានប្រាប់ទៅកាន់ប្រូជើរតែតើជាមួយមនុស្សស្រីដែលគាត់ស្រឡាញ់នោះគឺជាអូនស៊ូមេរីកាសែនសុខលដែលគ្រប់គ្នាហៅថាអូនផងស៊ីនឹងឯងដល់ពេលចឹងពេកអាប៉ែនឹងគៀងលើដើមខ្វះអ្នកស្រឡាញ់មែនតែស្រឡាញ់ចាយម្នាក់នោះនឹងអ្វីកាន់តែពិសេសគឺគាត់បានលត់ស្រឡាញ់ទៅកាន់អូនផងស៊ីក្នុងព្រឹត្តិការណ៍បាស៊ីបលនឹងដែរនិយាយទៅគេពេលណាសម្រាប់គាត់មិនសប្បាយចិត្តទេអំឡុងពេលដែលចាញ់ហើយក៏បានទៅសង្ងំយំតែម្នាក់ឯងទៅលីងចឹងអាប៉ែជរក៏បានគិតក្នុងចិត្តដោយតាមការប៉ັດមានមនុស្សពីរនាក់ដែលឃើញគាត់មួយនៅខាងលិចមួយនៅខាងកើតហើយមិនបានជាអាប៉ែនឹងមិនដឹងថាពីរនាក់នឹងនៅហ្នឹងជាអំឡុងពេលដែលគាត់ត្រឡប់មកវិញហើយយើងឃើញថាពេលនោះគាត់ក៏បានប្រាប់ទៅកាន់ប្រូជើរដោយសារតែមូលហេតុគាត់មិនចង់ឲ្យគេឃើញគេពេលណាគាត់ក៏បានធ្វើដំណើរតាមច្រកទ្វារខាងត្បូងចឹងហើយទាំងអស់ហ្នឹងក៏ជាមូលហេតុដែលគាត់បានជួបជាមួយនឹងអូនស៊ូសុខននឹងឯងយេកដាក៏ពីនិយាយរត់ហើយប្រូសានក៏មានច្បាស់មួយសម្រាប់ប្រូជើរដែលអាចជួយធ្វើបែបណាក៏ដោយឲ្យគាត់ជាមួយនឹងអូផាសេស្រឡាញ់គ្នាបានអត់ដូចនេះប្រូជើរក៏បានបដិសេធចាំព្រោះឲ្យតែគាត់ហ៊ានជួយទៅកាន់ប្រូសានដឹងតែចាយពីរនាក់នោះលេងគាត់មកទៅហឹងហើយភ្លាមណាស់បើទោះបីជាប្រូសានខំប្រឹងបញ្ចុះបញ្ចូលយ៉ាងណាក៏ប្រូជើរមិនអាចធ្វើទៅបានដែរហើយក៏បានបន្តថាគាត់ជាមួយអូនផងស៊ីមិនដែលត្រូវគ្នានោះទេចាំពិបាកជួយក្នុងកាយគាត់ស្រឡាញ់គ្នាជាមួយនាងខ្លាំងណាស់យ៉ាងណាក៏ដោយពេលហ្នឹងក៏បានលើកការនិយាយរបស់ប្រូសានសួរទៅកាន់គាត់អូនបើសិនជាក្រុមរបស់គាត់ចាញ់នៅក្នុងព្រឹត្តិការណ៍ដ៏ធំតើប្រូជើរនៅត្រូវធ្វើបែបណាដែរដូចនេះចម្លើយរបស់គាត់គឺថាគ្មានអីក្រៅពីរត់ចាញ់និងមានអារម្មណ៍ថាខ្មាស់គេក្រៅពីខ្លួនឯងមិនអាចយកឈ្នះបានក៏ប៉ុន្តែបើក្លែកមកកាន់ប្រូសានវិញបើទោះបីជាក្រុមចាញ់គាត់នៅតែបន្តព្យាយាមលើកទឹកចិត្តរបស់ក្រុមទាំងដែលខ្លួនឯងសោកស្ដាយយ៉ាងណាក៏ដោយហើយនៅគឺជាមូលហេតុដែលគាត់មិនអាចទៅណាចោលពីប្រូសាននិងនៅតែបន្តធ្វើជាមិត្តល្អរបស់គាត់ដដែលកាត់ចេញពីពេលណាមកប្រូជើរក៏បានគិតក្នុងចិត្តថាពេលនេះគាត់មានជម្រើសពីរទី1ឲ្យអូនគីណូជាមួយអូនហ៊ីម៉ាវរេខ្លាចទៅជាសង្សាររបស់ប្រូសានប៉ុន្តែយ៉ាងណាគាត់ក៏យល់ពីអារម្មណ៍របស់ប្រូសានដែរព្រោះគាត់បានស្រឡាញ់ទៅកាន់អូនផងស៊ីម្ល៉េះហើយបានជាគាត់បបួលអូនផងស៊ីមកជាខាងក្រៅហ្មងទៅក្នុងពេលនោះអ្នកក៏មិនយល់ដែរមិនបានជាគាត់បបួលនេះមកជាខាងក្រៅទៅអីដោយសារការធ្វើបែបនេះមនុស្សគ្រប់គ្នាអាចនឹងឃើញពួកយើងទាំងពីរឬមួយក៏ប្រូជើរមកជួបនាងចង់ញ៉ាំខុកខេដែលអ្នកបានធ្វើការពីថ្ងៃមិញមែនតទៅពេលចាំឲ្យគាត់តបវិញទៅការប៉ាគឺតាក់ទងជាមួយនៅប្រូសាននឹងចង់ដឹងពីអារម្មណ៍របស់អូនផងស៊ីកិច្ចយ៉ាងណាដែរចំពោះគាត់និយាយទៅក៏លើបែបហ្នឹងអូនផងស៊ីក៏បានប្រាប់ទៅកាន់ប្រូជើរកុំគិតអីញញ៉ៃច្រើនពេកនេះគ្មានបានចាប់អារម្មណ៍អីទៅកាន់គាត់នោះទេដែលនេះហើយបានជាប្រូជើរបញ្ចុះបញ្ចូលទៅកាន់អូនផងស៊ីនឹងចង់ឲ្យនេះសាក់លបងជាមួយប្រូសានគីឡូមិនម៉ាអីនឹងអាចលងស្រឡាញ់ទៅកាន់គាត់ក៏អាចថាបានតែបានជាអូនផងស៊ីប្រាប់ទៅកាន់គាត់ដែលនេះមិនអាចទៅធ្វើអញ្ចឹងទេព្រោះថាមនុស្សប្រុសដែលនេះស្រឡាញ់កំពុងតែឈរនៅចំពោះមុខនាងនិយាយទៅបើទោះបីជានាងខំចៃថាខ្លួននេះស្រឡាញ់ទៅកាន់គាត់ខ្លាំងក៏ប៉ុន្តែប្រូជើរព្យាយាមបញ្ចុះបញ្ចូលដែលចង់ឲ្យនេះសាក់លបងស្នេ
នេហាជាមួយប្រូសានវិញទៅទាំងអស់ណាក៏ជាហេតុធ្វើអូផងស៊ីចាប់ដើមខាងនាំឲ្យមនុស្សគ្រប់គ្នានៅក្បែរនោះកាន់តែចាប់អារម្មណ៍មកកាន់ពួកគេទាំងពីរគេពេលនោះសម្រាប់អូផងស៊ីមិនយល់ទេហេតុអីបានជាប្រូជរ៉ូអាចនិយាយពាក្យនឹងចេញមកបានក្នុងការឲ្យនាងជាមនុស្សម្នាក់ដែលស្រឡាញ់ទៅកាន់គាត់ដោយសារលំអស្នេហាជាមួយអ្នកដទៃទៅវិញវាស្ដាយអ្វីដែលនាងចង់បានពេលនេះគាត់តែចង់និយាយជាមួយប្រូជរ៉ូនិងញ៉ាំខុកខេដែលនាងបានធ្វើជាមួយគ្នាតែប៉ុណ្ណោះឃើញចឹងបានជាប្រូជរ៉ូចង់និយាយប្រាប់នាងដែរតែក៏ឃើញថាអបិសានបានមកនិយាយជាមួយគាត់និងអំឡុងពេលឃើញពួកគេនៅជាមួយគ្នាចឹងទៀតធ្វើឲ្យគាត់កាន់តែសង្ស័យទៅកាន់ពួកគេទាំងពីរគេពេលណាបើទោះបីជាអបិជរ៉ូខំប្រកែកយ៉ាងណាក៏សម្រាប់ប្រូសានមិនជឿដែរព្រោះអំឡុងពេលនោះគាត់និយាយថាគាត់ជាមួយនឹងអូផងស៊ីមិនត្រូវគ្នានោះទេតែឥឡូវបែរជាមកនិយាយជាមួយគ្នាទៅវិញទើបពេលគាត់មិនអាចដោះស្រាយបានអូផងស៊ីក៏បានប្រាប់ទៅកាន់ប្រូសានអតីតតជាមួយការចែកបននេះជាមួយប្រូជរ៉ូក្នុងនាមជាសមាជិកក្រុមប្រឹក្សានិស្សិតតែប៉ុណ្ណោះជាពិសេសក៏តតជាមួយការត្រួតពិនិត្យដែលនេះបានដាក់ឲ្យប្រូជរ៉ូធ្វើនៅក្នុងបណ្ណាល័យហើយដែលសំខាន់ទៀតនោះមកជានេះបណ្ណាល័យមិនសូវមានអ្នកប្រើប្រាស់ទើបខាងសាលាក៏មានគម្រោងចង់បិទបណ្ណាល័យផងដែរនិងក៏ពីនិយាយរួចហើយនេះក៏បានសុំលាអបិជរ៉ូតាមដើមសិនទៅក៏ប៉ុន្តែយ៉ាងណាប្រូសាននៅតែសុបិជតការនាងថារវាងតំណងនាងជាមួយប្រូជរ៉ូធម្មតាជាសមាជិកក្រុមប្រឹក្សានិស្សិតតែប៉ុណ្ណឹងទេឯងដូចនេះនាងក៏បានប្រាប់ថាមែនទេនិយាយទៅបើទោះបីជាពួកគេសមាជិកក្រុមប្រឹក្សានិស្សិតជាមួយគ្នាបូករួមជាមួយការមើលថែបណ្ណាល័យក៏ដោយតែបើនិយាយដល់ទៅអបិនឹងជាមួយនាងមិនតែត្រូវគ្នាឡើយជាមនុស្សប្រុសដែលនេះស្អប់បំផុតក្នុងសមាជិកមួយនេះឬហើយអំបងសេក៏បានឈរជ័យអបិជរ៉ូមកស្ទុះសិនទម្រាំទៅនេះដាច់ចិត្តដើរចេញពីទីនេះដែលទាំងអស់ហ្នឹងឯងសម្រាប់អារម្មណ៍របស់ប្រូជរ៉ូហ្មងក៏គាត់មានអារម្មណ៍មិនសប្បាយចិត្តដែរតែយ៉ាងណាក៏បានដោះស្រាយជាមួយប្រូសានមិនឲ្យយល់ច្រឡំជាមួយនឹងនាងដែលបន្ទាប់ពីប្រូសានដើរចេញទៅប្រូជរ៉ូក៏បានចាប់អារម្មណ៍ទៅកាន់កញ្ចប់នំខុកខេដែលអ៊ំផងស៊ីបានធ្វើជ្រុះបូករួមជាមួយឡើយអ៊ំផងស៊ីមិនចង់គាត់ធ្វើដំណើរមកបណ្ណាល័យនោះទេកុំឲ្យមនុស្សគ្រប់គ្នាកាន់តែយល់ច្រឡំលើពីនេះទៅទៀតឃើញចឹងហើយសម្រាប់ប្រូជរ៉ូគិតថាអ៊ំផងស៊ីនៅតែបន្តខំមកកាន់គាត់ទៅដែរយ៉ាងណាមិញនាងក៏បានបន្តឆាប់មកកាន់គាត់ដែលថាអំឡុងពេលអាទិត្យខូចថ្ងៃច័ន្ទចាំមកជួបនាងម្ដងទៀតមកដូចនេះក៏បានបន្តឆាតជាមួយនាងតាក់ទងជាមួយនំខុកខេមួយនោះពិតជាឆ្ងាញ់ណាស់ឥឡូវយើងគិតថាអាម៉ានថ្ងៃចុងក្រោយនេះគាត់មិនដែលទៅបណ្ណាល័យនោះទេយ៉ាងណាភារកិច្ចរបស់គាត់នៅតែបន្តជួយទៅកាន់ពួកគេតាំងពីនៅរត់ដៃរត់ដល់ពេលយប់អនគេនោះក៏បានឆាតមកកាន់ប្រូជរ៉ូដើមឡងថ្ងៃស្អែកថ្ងៃសៅរ៍នេះគាត់មានពេលទៅណីអត់ដល់ហេតុនេះហើយគាត់ក៏មិនយល់ដែរចែនឹងឆាតមកបោកគាត់ទៀតណាចាំមើលដេតថ្ងៃស្អែកមានអីកាត់ឡើងមិនជឿប្រហែលថ្ងៃស្អែកជិះចូលមកដល់នឹងខលទៅជួបអូនអាគីណូនិយាយវាថាអូរ៉ាឡើងពេញខ្លួនយ៉ាងណាក៏បានសម្រួលអារម្មណ៍នឹងភយតកម្មប្រូជរ៉ូកាប៉ាប្រូសានបានសុំឲ្យនាងជួយយ៉ាងណាឲ្យគាត់ជាមួយអូផងសេខ្លាចទៅជាសង្សារនឹងគ្នាលហើយអ្វីដែលអូនអាគីណូចង់ដឹងនោះតែប្រូជរ៉ូដឹងអត់ថាប្រូសានកំពុងតែមានអារម្មណ៍បែបណាទើបបានជាគាត់តបតែសម្រាប់គាត់ក៏ទុំតែដឹងមកជាចុងក្រោយនេះដែរគេប៉ុណ្ណោះនេះក៏បានយំហើយក៏ចង់ដឹងមិនបានជាគាត់មិនព្រមប្រាប់នេះបានដឹងតកតងរឿងទាំងអស់នោះបានជាប្រូជរ៉ូព្យាយាមប្រាប់ទៅកាន់នាងតែសម្រាប់គាត់មិនអាចទៅនិយាយបានទេព្រោះខ្លាចថាអូនីកូណូនឹងពិបាកចិត្តខ្លាំងពេលឮរឿងរ៉ាវទាំងអស់ហ្នឹងក៏ប៉ុន្តែអ្វីដែលអូនីកូណូបានប្រាប់គាត់នោះគឺថាគាត់កំពុងតែនិយាយកុហកដោយសារការពិតទៅគឺប្រូសានបានមកប្រាប់នាងដោយផ្ទាល់ថាប្រូជរ៉ូបានផ្ដល់ advice ដ៏ល្អមួយឲ្យគាត់ព្យាយាមកបោះបង់ក្តីសម័យខ្លួនឯងនឹងជាល្អពឹងមាត់ភ័ក្រដែលគាត់ចិត្តស្និទ្ធក្នុងការឲ្យជួយរឿងរ៉ាវទាំងអស់ហ្នឹងទៅដូចនេះនាំឲ្យប្រូជរ៉ូហិចង់គាំងដែរអាការផ្ដល់ advice ហ្នឹងក៏និយាយតាក់ទងទៅនៅរឿង basketball ដែរចឹងក៏ព្យាយាមប្រាប់ទៅកាន់អូនីកូណូវាជារឿងចូលច្រឡំនោះទេគាត់បានកុហកទៅកាន់អូនីកូណូដើម្បីជួយទៅកាន់ប្រូសានឲ្យស្រឡាញ់ទៅកាន់អ៊ំផងស៊ីឡាយទាំងតែការពិតទៅមួយថ្ងៃមុននេះគាត់ចង់ឲ្យអ៊ំផងស៊ីស្រឡាញ់គ្នាជាមួយប្រូសានសោះដូចនេះសម្រាប់អូនីកូណូមិនអាចជឿទៅកាន់ប្រូជរ៉ូបានទៀតនោះទេនៅអរគុណសម្រាប់ការកុហកនាងកន្លងមករួចឲ្យមកចាក់ចេញទៅនោះនាងក៏បានឆ្លៀតជេរទៅកាន់អបិជរ៉ូមកស្ទុះសិនដែរបន្ទាប់ពីមានព្រឹត្តិការណ៍ត្រូវបានគេថាខ្លួនឯងជាមនុស្សបោកប្រាស់ប្រូជរ៉ូមិនអាចទទួលយករឿងនឹងបានទាំងស្រុងនោះទេហើយសំខាន់អីណាអូនហ៊ីម៉ាវរីឆាប់មកកាន់គាត់ថ្ងៃស្អែកជួបគ្នាបានអត់ឥឡូវបាច់និយាយពីគាត់ទេកំពុងតែគាំងណាស់ដោយសារតែប្រូសានសុំឲ្យនាងជួយដើម្បីខ្លាចទៅជាសង្សាររបស់អ៊ំផងស៊ីដែរឥឡូវនេះបន្ទាប់ពីលើការសួររបស់អូនហ៊ីម៉ាវរីប្រូជរ៉ូព្យាយាមបញ្យល់ប្រាប់ទៅកាន់នាងមិនចង់ឲ្យមានបញ្ហាដូចអំឡុងពេលនៅជាមួយអូនីកូណូឡើយក៏ប៉ុន្តែនាងនៅតែបន្តប្រាប់ទៅកាន់គាត់ដើមបាច់ចាំនិយាយកុហកនោះទេក៏ពិតអំឡុងពេលនៅប្រូសានបានប្រាប់ទៅកាន់នាងបើទោះបីជាគាត់និយាយតាក់ទងទៅនឹងកីឡាបាល់សេបមែនប៉ុន្តែប្រូជរ៉ូឆ្លាតខ្លាំងណាស់ព្យាយាមផ្ដល់ advice ដ៏ល្អចំពោះស្នេហារបស់គាត់ជាមួយនឹងអ៊ំផងស៊ីអូលេមែនតើបាទខៀនណាគាត់ព្យាយាមបញ្យល់ប្រាប់នាងយ៉ាងណាក៏សម្រាប់អូនហ៊ីម៉ាវរីមិនជឿនោះទេដោយហេតុនេះហើយសម្រាប់ប្រូជរ៉ូគាត់ក៏មិនសប្បាយចិត្តដែរព្រោះថាគាត់ចង់បញ្យល់រឿងពិតប្រាប់ទៅកាន់ពួកគេតែមានតែគេចង់ស្ដាប់ឡើយទាំងអូនអាគីណូនិងអូនហ៊ីម៉ាវរីយ៉ាងណាក៏ដោយគាត់ចង់ជំរះរឿងហ្នឹងទើបជាព្យាយាមចង់ប្រាប់ទៅកាន់នាងក៏ប៉ុន្តែក៏ស៊ីមកខ្នាយក្តារមកទៅហើយសំខាន់ឯទាំងអូនអាគីណូនិងអូនហ៊ីម៉ាវរីមានចិត្តជួយទៅកាន់ប្រូសានទាំងពីរនាក់និងលែងត្រូវការជំនួយរបស់ប្រូជរ៉ូទៀតហើយរួចមក
ចាក់ចេញទៅនោះឆ្លៀតជេតកាបែកណាស់មកស្ទុះទៀតលឺម្ដងថ្ងៃស្អែកអំឡុងពេលធ្វើដំណើរទៅសាលារៀនឡែមានអូនហេម៉ាវ៉ារីមកផ្ទះខ្នងគាត់ដូចកាលពីមុនហើយសំបីតែបន្ទប់ក្រុមប្រឹក្សានិស្សិតក៏អត់ឃើញអូនអាគីណូដែរឥឡូវពេលដែរនោះក៏បានប្រទះជាមួយប្រូសានហើយក៏បានប្រហាក់ទៅកាន់ប្រូជើរ៉ូបើថាមានរឿងអីមិនសប្បាយចិត្តនៅមានទុកលំបាកអីនោះប្រហាក់មកកាន់គាត់មកព្រោះថាពួកយើងជាមិត្តល្អនឹងគ្នាយ៉ាងណាក៏ដោយគាត់បាននិយាយច្រើនទេដោយសារថ្ងៃនេះថ្ងៃច័ន្ទក៏ធ្វើដំណើរទៅជួបជាមួយនឹងអូនផុងស៊ីម៉ងតែលៀងពេលនោះអ្នកក៏បាននិយាយមិនដែរមើលទៅគួរចាប់អារម្មណ៍ណាស់ណោះយើងខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីគេតែចុងក្រោយគេចោទយើងថាជាមនុស្សបោកប្រាស់ពិតជាខ្ជះខ្ជាយពេលវេលាដើម្បីជួយពួកគេទាំងពីរមែនក៏ប៉ុន្តែយ៉ាងណាក៏ដោយបើទោះបីជាពួកគេដឹងថាប្រូសានបានស្រឡាញ់គេក៏ដោយក៏ទាំងអូនអាគីណូនិងអូនហេម៉ាវ៉ារីឈរក្បែរប្រូសានដើម្បីជួយគាត់ឲ្យស្រឡាញ់ទៅកាន់មនុស្សស្រីដទៃដែរនិយាយទៅអំឡុងពេលហ្នឹងក៏ពេលលើការចែកបងផងសេប្រូជើរ៉ូហាក់ដូចជាខឹងដែរតែយ៉ាងណាមិញក៏ឃើញថាពួកគេទាំង3នាក់នោះបានធ្វើដំណើរចូលមកដល់បណ្ណាល័យនោះពួកគេទាំងអស់គ្នាចាប់ដើមគាំងទៅវិញទៅមកបដាយបែបហ្នឹងហើយសាច់គឺបើជាអេពីសូតមួយនេះគឺមានតែប៉ុណ្្នឹងឯងនិយាយទៅរករាក់ខ្លាំងណាស់ទូឯងបើជាក្នុងអេពីសូតនេះចឹងចាំមើលមើលអេពីសូតក្រោយរករកអាមួយទៀតអូខេបើសិនអ្នកចូលចិត្តជាមួយការសម្រាប់នៃការស្កាយរឿងរបស់ខ្ញុំសាគូរ៉ាក៏សង្ឃឹមអ្នកទាំងអស់គ្នាជួយល្អជួយ Subscribe ឲ្យខ្ញុំម្នាក់មួយសិនផងណាជាពិសេសបើសិនអ្នកគ្នាមានច្បល់អីអាច comment នៅខាងក្រោមបានដូចគ្នាចឹងហើយសាច់ក៏បើជាគឺមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅឱកាសក្រោយទៀតបាយបាយ全然チンゲーだろうが鉄壁ブース